មានបងប្អូនខ្លះក៏ថាចង់ចាំដែរតែចាំអត់ដែររស់ទេបងប្អូនចាអញ្ចឹងទៅនេះខ្ញុំមកបង្ហាញពីរបៀបយើងដាក់បាយឲ្យកូនម៉ែធ្វើម៉េចដាក់ទៅឲ្យវារស់ហើយយើងចាំទៅគឺបានច្រើនមែនទេបងប្អូនចាហើយក្នុងវីដេអូនេះមានបង្ហាញទាំងអស់តែម្ដងនិយាយទៅវិធីអត់មានអីបាក់ទេងាយគ្រាន់តែថាយើងមានជាមួយនឹងបាយកកបងប្អូនអរគ្នាហើយបាយកកហ្នឹងយើងយកវាមកដាក់ត្រាំជាមួយនឹងទឹកសិនយើងត្រាំវាឲ្យរីកទៅហើយតមកយើងច្បាច់ដុំចេញទៅឲ្យវានៅរាយអញ្ចឹងណាហើយយើងយកមកដាក់ត្រាំជាមួយនឹងទឹកហ្នឹងតមកយើងស្រង់វាឲ្យរៀងស្រស់ទឹកបន្តិចមកចាំយើងយកទៅដាក់នៅក្នុងកូនម៉ែយើងទុកឲ្យវាកាច់ហើយផ្ទះខ្ញុំគឺបានច្រើនមែនទេអ្នកទាំងអស់គ្នាដោយសារតែផ្ទះខ្ញុំចូលចិត្តញ៉ាំដែរអញ្ចឹងទៅពេលចិញ្ចឹមពេញធុងអញ្ចឹងទៅយើងក្របានញ៉ាំក៏វាហៀអញ្ចឹងយើងលេខដាក់មួយធុងទៀតហើយផ្ទះខ្ញុំមានច្រើនធុងមែនទេពេលខ្លះញ៉ាំអត់តន់អញ្ចឹងទៅពេលទៅលេងស្រុកម្ដងអីយកទៅហើយដោយសារតែមកជួកូនម៉ែនេះគេអាចធ្វើមុខម្ហូបញ៉ាំជាមួយនឹងលក់បន្លែមានឆាក្តៅបងប្អូនចាឆាក្តៅត្រួយដលងគោឆាក្តៅអីផ្សេងដែលមានដាក់បន្លែបងប្អូនអរគ្នាចាកាក់បារាំងអីហ្នឹងក៏យើងអាចយកមកញ៉ាំជាមួយបានដែរហើយជាពិសេសហ្នឹងគេយកធ្វើជាមួយនឹងសាច់ពិសេសបងប្អូនចានិយាយទៅអ្នកដែលគាត់លក់សាច់ពិសេសគឺគាត់ត្រូវការអាហ្នឹងជាចម្បងតែម្ដងដោយសារតែអត់មានម្ជូរកូនម៉ែហ្នឹងទេអត់មានអីធ្វើទឹកជ្រលក់ជាមួយនឹងសាច់ពិសេសបានទេបងប្អូនចានិយាយទៅម្ជូរកូនម៉ែហ្នឹងជាគ្រឿងសំខាន់ដែរគេលក់ជាមួយនឹងដើមចេកហើយតយងចេកអីហ្នឹងបន្លែគ្រប់មុខហ្នឹងបន្លែស្រស់ហ្នឹងណាហើយញ៉ាំជាមួយនឹងសាច់ពិសេសទៅហើយដាក់ជាមួយគ្នាជាតិមែនទែននិយាយទៅការធ្វើម្ជូរកូនម៉ែក៏ងាយដែរបងប្អូនបើសិនជាបងប្អូនចង់ចេះធ្វើចាំវគ្គក្រោយខ្ញុំនឹងបង្ហាញពីវីដេអូដែលធ្វើម្ជូរកូនម៉ែធ្វើមិនឲ្យវាឆ្ងាញ់ណាហើយនេះខ្ញុំសល់បាយកកថ្ងៃហ្នឹងដោយសារតែខានដាក់យូរដែរហើយអញ្ចឹងទៅពេលបើកមើលទៅឃើញថាបាយយើងដាក់ពីមុនហ្នឹងវាកាច់អស់ហើយបងប្អូនអរគ្នាអញ្ចឹងទៅខ្ញុំក៏លាយបាយថ្មីហើយបាយហ្នឹងខ្សល់បាយកកដូចគ្នានិយាយទៅបើថាបាយវាផ្អូមអីក៏យើងអាចដាក់បានដែរបងប្អូនចាគាត់ថាយើងយកវាមកត្រាំទឹកអញ្ចឹងណាតែកុំឲ្យវាផ្អូមពេកថាផ្អូមតិចអីអញ្ចឹងមកយើងយកមកលាងទឹកឲ្យជ្រះមកទឹកហើយយើងចាក់ទឹកថ្មីលាងទៅយើងយកមកដាក់បាយកូនម៉ែយើងបានដូចគ្នាហើយបងប្អូនកុំច្រឡំកូនម៉ែហ្នឹងមិនមែនតកៅទេណាបងប្អូនចាវាជាដូចថាបាយហើយវាកាច់អញ្ចឹងមកហើយវាកើតអីទូចអញ្ចឹងតែខ្ញុំមិនដឹងថាស្អីដែរតែពេលយើងញ៉ាំទៅវាជូរអញ្ចឹងណាតែវាមិនមែនតកៅទេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ចិញ្ចឹមអីដល់តែមានមេវាបងប្អូនចាមានមេវាបន្តិចមកហើយទៅមកយើងយកបាយមកដាក់ដូចខ្ញុំដាក់អញ្ចឹងទៅយូរទៅវាកាច់ទៅក៏កើតជាម្ជូរកូនម៉ែហ្នឹងហើយអញ្ចឹងយើងអាចញ៉ាំបានរហូតតែពីរបៀបធ្វើម៉េចឲ្យកើតជាកូនម៉ែហ្នឹងក៏ខ្ញុំអត់សូវដឹងដែរបងប្អូនហើយនេះបន្ទាប់ពីខ្ញុំបានដាក់បាយអស់ហើយខ្ញុំក៏គ្របគម្របវាហើយគម្របហ្នឹងក៏យើងអត់គ្របមូលឲ្យជិតពេកដែរបងប្អូនទុកឲ្យវារៀងខ្យល់ចេញចូលអញ្ចឹងណាហើយគម្របយើងហ្នឹងត្រូវតែចោះប្រហោងបន្តិចដែរដើម្បីឲ្យវារៀងចូលខ្យល់ខាងក្នុងអញ្ចឹងទៅតែប៉ុណ្ណឹងកូនម៉ែយើងរស់ហើយ